តោះថ្ងៃនេះខ្ញុំមករៀនក្នុងការមើលប្លង់ស្ថាបត្យកម្មដែលយើងបានគូប្លង់ហើយគឺជំហានដំបូងគឺយើងទៅមើលប្លង់បាតជាប់តដីខាងឆ្វេងដៃនេះវាបានដូចជាប្លង់គ្រឿងអង្គមនឹងគ្រោងឆ្អឹងដែលយើងបានសង់ជាក់ស្ដែងគ្រាន់តែយើងគូសនៅក្នុងកម្មវិធី CD ដើម្បីពិនិត្យមើលដើម្បីយើងមើលឆាប់យល់អញ្ចឹងក្នុងការមើលប្លង់ផ្នែកស្ថាបត្យកម្មយើងមានក្បួនក្នុងការមើលប្លង់បាតផ្ទះវិឡានេះយើងបានគូសរួចរាល់ហើយជំហានដំបូងយើងត្រូវដឹងទំហំផ្ទះសិនផ្ទះមានទទឹងប៉ុន្មានគឺយើងទៅមើលຂະຫນາດម៉ែត្រក្នុងប្លង់ដែលគេបានចាប់ឲ្យទីមួយយើងទៅមើលគំនូសព្រួញនេះព្រួញគេចាប់ឲ្យទទឹងវា10ម៉ែត្រក្នុងបដោយវាយើងមើលសាច់ផ្ទះវា15ម៉ែត្រគិតដល់សមុខ4ម៉ែត្រទៀតចឹងសរុប19ម៉ែត្រជំហានបន្ទាប់យើងទៅមើលទីតាំងសសរយើងមើលតាមនិមិត្តសញ្ញាសសរពីអក្សរ1ទៅអក្សរ1ចឹងយើងមាន2ទីមួយយើងមើលអក្សរតឹងសិនអក្សរតឹងយើងមើលតាមក្រិតឡាញយើងឃើញក្រិតឡាញតឹងផ្ទះក្នុងប្លង់ដាក់និមិត្តសញ្ញាកំណត់សម្គាល់ចំអក្សរដេញពី A B C D E F G H I បន្ទាប់មកយើងមើលក្រិតឡាញបណ្ដោយផ្ទះដេញពីលេខ1លេខ2លេខ3លេខ4លេខ5អញ្ចឹងក្រិតឡាញហ្នឹងហើយគឺជាទីតាំងអក្សរនៅពេលដែលយើងខ្វែងគ្នានៅកន្លែងណាគឺទីតាំងអក្សរនៅកន្លែងហ្នឹងអញ្ចឹងយើងទៅមើលអក្សរខាងមុខមូលពីដើមមកខាងពីខាងពីនេះអក្សរនេះទីតាំងអក្សរបន្ទាប់មកយើងមើលអក្សរខាងក្នុងចេញពីមុខទៅ4ម៉ែត្រតបដល់អក្សរជួរខាងមុខយើងមើលទៀតដេញពីឆ្វេងទៅស្ដាំយើងមើលតាមគំនូសព្រួយដែលបានដាក់ឲ្យបន្ទាប់មកយើងមើលដេញទៅក្រោយគម្លាតវា5ម៉ែត្រ5អញ្ចឹងយើងមើលតាមຂະຫນາດម៉ែត្រដែលគេបានចាប់ឲ្យពេលនោះយើងឃើញនិមិត្តសញ្ញាសសរមាន2មានរូបរាងការ៉េហើយនិងរូបរាងចតុកោណកែងអញ្ចឹងយើងបើកមើលតាមប្លង់ទៅយើងឃើញនិមិត្តសញ្ញាសសរនៅពេលដែលយើងដឹងទីតាំងសសរអស់ហើយនៅពេលដែលយើងចាក់ធ្នឹមជាន់ផ្ទាល់ដីឡប់ឡែថ្មរួចរាល់អស់ហើយជំហានបន្ទាប់យើងទៅមើលប្លង់រៀបឥដ្ឋនេះគឺជាសសរអញ្ចឹងយើងនឹងមើលប្លង់រៀបឥដ្ឋតើប្លង់រៀបឥដ្ឋយើងមើលមិនអញ្ចឹងប្លង់រៀបឥដ្ឋយើងមើលអញ្ចឹងខាងក្រៅជុំវិញតាមស្តង់ដារបច្ចេកទេសគឺយើងរៀបឥដ្ឋ20គឺយើងរៀបស្មើសសរអញ្ចឹងយើងមើលតាមអានេះគឺជានិមិត្តសញ្ញាហាច់របស់ជញ្ជាំងឥដ្ឋ20យើងរៀបស្មើសសរចាំពេលយើងមើលប្លង់យើងមើលទីតាំងឥដ្ឋ20រៀបចេញពីណាទៅណាក៏យើងមើលតាមនិមិត្តសញ្ញាដែលយើងបានដាក់ទៅលើប្លង់ហ្នឹងបន្ទាប់មកឥដ្ឋ20នៅខាងក្រៅផ្ទះហ្នឹងត្រូវតែមានប្អួចអញ្ចឹងប្អួចយើងមើលតាមនិមិត្តសញ្ញាដែលគេដាក់ឲ្យកន្លែងណាដែលមានគេចាប់ຂະຫນາດនិមិត្តសញ្ញាដូចក្នុងប្លង់ហ្នឹងអាហ្នឹងគឺជាទីតាំងប្អួចហើយទីតាំងប្អួចវាមានតូចវាមានធំអញ្ចឹងយើងត្រូវរៀបឥដ្ឋយើងត្រូវដកប្រឡោះប្អួចចេញបន្ទាប់មកយើងត្រូវមើលប្លង់រៀបជញ្ជាំងឥដ្ឋដបនៅក្នុងបន្ទប់ម្ដងអានេះគឺជាទីតាំងរៀបជញ្ជាំងឥដ្ឋដបយើងមើលគេរៀបតាមប្លង់នេះអញ្ចឹងយើងមើលរៀបតាមប្លង់មកអញ្ចឹងនៅក្នុងបន្ទប់កេង01នេះវាមានបន្ទប់ទឹកមួយដែរអញ្ចឹងយើងត្រូវទៅរៀបឥដ្ឋជុំវិញបន្ទប់ទឹកបន្ទាប់មកយើងរៀបឥដ្ឋក្នុងបន្ទប់ទឹកហ្នឹងហើយនៅក្នុងបន្ទប់កេងគឺយើងត្រូវដកប្រឡោះមាត់ទ្វារចេញមាត់ទ្វារបន្ទប់ដេកនិងមាត់ទ្វារបន្ទប់ទឹកទំហំវាខុសគ្នាអញ្ចឹងយើងមើលតាម
ขนาดแม่พลองได้ก็ได้เอาเจ้าหน้าที่ประตูเกยโซนมวยมีทวีมวยทวีประตูทวีมวยเต็ดทวีประตูตักแต่เพื่อได้จะเรียบพลองเรียบอัดตามพลองได้ก็บางกูหายต่อมาเยอะต่อมาพลังเรียบอัดประตูตักรวมจังเยอะเรียบอัดยังมือตีตางทวีดิคเนียตีตางทวีตีตางหลับโบก้นไปเจาะคันกลางตักประตูมาเตี้ยตีตางอัดขนมประตูเตียนที่เมียนแต่ประตูเกยมวยในประตูตักปีจังยังต้องเรียบอัดตามตัวซอน้องพลองในกี่บ้านดาวหายจังน้องพลองฟีดียังมือเคยกระไรถนนกัดตัวเนี่ยถนนกัดตัวนี่คือจีถนนโตรเนี่ยโตรเจ็บอัดโตรเจ็บอัดของตับเลยนี่อันนี้คือถนนโตรได้จังถนนนี่ก็ถนนโตรอัดได้จะน้องพลองแบบจองตัวได้มีแต่ปันนังเดี